ពិតនៃទាហានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មោចទាហានវៀងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ព្រំដែនដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងកុកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបន់សពខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែការចូលរួមឈ្លានពានលើទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបន់សពទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់បាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគេថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យសពផងទេអញ្ចឹងហើយបានពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់បាំងខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យសពផងទេតែគេធ្វើបុណ្យយ៉ាងអធិកអធមណារីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់បង់អស់ពីលើផែនដីទៅហើយនោះនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ចុះក្រែងលោវាសនាខុសគ្នាតែដល់ពេលស្លាប់ទៅជាខ្មោចហើយនោះក៏នៅតែវាសនាខុសគ្នាដែរ